រត់ដកហូតវិញនៅកោះមួយចំនួនពីវិស័យឯកជនបន្ទាប់ពីស្នើសុំអាជ្ញាប័ណ្ណហើយទុកចោលមិនអភិវឌ្ឍវ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% និងលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែមថ្លែងចេញពីខេត្តព្រះសីហនុសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានលើកឡើងថាមានកោះមួយចំនួនត្រូវបានដកហូតពីវិស័យឯកជនមកវិញបន្ទាប់ពីស្នើសុំអាជ្ញាប័ណ្ណហើយទុកចោលមិនមានសកម្មភាពអភិវឌ្ឍនិងថាបានណែនាំឲ្យក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC ធ្វើការវិតម្លៃឡើងវិញដើម្បីបែងចែកកំណត់ឲ្យបានច្បាស់លាស់សម្រាប់កោះណាទុកឲ្យវិស័យឯកជនធ្វើការអភិវឌ្ឍហើយកោះណាទុកសម្រាប់ធ្វើជាទីតាំងសាធារណៈសម្រាប់វិស័យការពារជាតិក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅមជ្ឈមណ្ឌលភស្តុភារនិងវឹកវើរួមគ្នាកម្ពុជាចិនផែរៀមនៅព្រឹកថ្ងៃទី5ខែមេសានេះមានប្រសាសន៍ថាឥឡូវនេះដល់ពេលដែលក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាចាប់ផ្ដើមវិតម្លៃឡើងវិញទៅលើកោះខ្លះដែលសុំអាជ្ញាប័ណ្ណហើយទុកចោលដោយកន្លងទៅមានធ្វើការវិតម្លៃនិងដកយកមកវិញប៉ុន្តែដកឲ្យប្រកាសជាមានអ្នកផ្សេងសំហើយក្នុងន័យនេះសម្ដេចបានណែនាំគិតឲ្យហើយទៅកន្លែងណាដែលដកហើយទុកសម្រាប់កងទ័ពជើងទឹកសម្រាប់មូលដ្ឋានការពាររយៈពេលវែងបន្ទាប់មកក៏ត្រូវគិតគូរទុកកន្លែងផ្សេងទៀតដើម្បីឲ្យវិស័យឯកជនធ្វើការវិនិយោគឬសម្រាប់ប្រជាពលរដ្ឋរស់នៅផងដែរដែលនេះគឺជាការគិតគូររយៈពេលវែងរបស់រាជរដ្ឋាភិបាលសម្ដេចបានថ្លែងបញ្យល់ថាការគិតគូរបែងចែកដូចនេះព្រោះយើងមិនអាចគិតគូរតែពីកងទ័ពអត់គិតពីកំណើតនៃតម្រូវការសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋនោះទេដូចនេះការកំណត់ទីតាំងការកំណត់ការប្រើប្រាស់ដីគឺជាកិច្ចការចាំបាច់ដែលយើងត្រូវគិតគូរទុកជាមុនសម្ដេចហ៊ុនម៉ាណែតបានសង្កត់ធ្ងន់ដោយណែនាំឲ្យក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាគិតគូរធ្វើការងារជាមួយនឹងក្រសួងការពារជាតិកំណត់ទុកឲ្យហើយសម្រាប់កន្លែងណាដែលជាទីតាំងសម្រាប់វិស័យការពារជាតិគឺរក្សាទុកធ្វើជាទីតាំងសាធារណៈសម្រាប់វិស័យការពារជាតិហើយត្រូវមានការគ្រប់គ្រងឲ្យបានជាប់សូមជម្រាបថាប្រទេសកម្ពុជាមានឆ្នេរសមុទ្រប្រវែង440គីឡូម៉ែត្រស្ថិតនៅជាប់ខេត្តទាំង4ក្នុងនោះខេត្តកោះកុងមានឆ្នេរវែងជាងគេប្រវែង237គីឡូម៉ែត្រខេត្តកំពតមានប្រវែង67គីឡូម៉ែត្រខេត្តព្រះសីហនុមានប្រវែង110គីឡូម៉ែត្រនិងខេត្តកែបមានប្រវែង26គីឡូម៉ែត្របើនិយាយពីកោះនៅដែនសមុទ្រវិញខេត្តទាំង4ក៏មានកោះជាច្រើនលាតសន្ធឹងនៅក្នុងដែនសមុទ្រហើយកោះខ្លះត្រូវបានអភិវឌ្ឍទៅជាកូនទីក្រុងទីប្រជុំជននិងតំបន់កំសាន្តសម្រាប់ភ្ញៀវទេសចរខណៈខេត្តកោះកុងមាន23កោះព្រះសីហនុមាន32កោះកំពតមាន3កោះនិងកែបមាន13កោះ